Channel YouTube និទានកំសាន្តសូមជូនរឿងខ្មោចទឹកស្ទឹងដែលគ្មានអ្នកណាហ៊ានទៅងូចនៅចុងភូមិព្រៃរនាមមានស្ទឹងមួយឈ្មោះថាស្ទឹងទឹកខ្មៅទឹកនៅទីនោះមើលទៅស្ងប់ស្ងាត់ប៉ុន្តែមានពណ៌ខ្មៅងងឹតដូចមាត់អណ្ដូងពេលថ្ងៃលិចពណ៌ស្រអាប់ដែលឡើងពីផ្ទៃទឹកហើយមានក្លិនស្អុយដូចសាច់រលួយចាស់ក្នុងភូមិតែងប្រាប់ក្មេងៗថាក្មេងៗកុំទៅលេងស្ទឹងនោះឲ្យសោះតាថ្ងៃលិចខ្មោចទឹកនឹងចេញរោគអ្នកមកជុំនោះហើយគ្មានអ្នកណាហ៊ានសួរថាខ្មោចទឹកនោះជាអ្វីទេឬមកពីណាទេព្រោះអ្នកណាដែលសួរតែងសុបិនអាក្រក់ជាច្រើនយប់ជាប់គ្នាហើយក៏មានបុរសម្នាក់ឈ្មោះសានគាត់ចេញពីទីក្រុងមកភូមិព្រៃរនាមនេះសានក៏បានដើរទៅផ្ទះលោកតាដួងហើយក៏សួរគាត់ថាជំរាបសួរលោកតាតើនៅភូមិព្រៃរនាមនេះមានកន្លែងណាគួរឲ្យទស្សនាទេតាដួងក៏បានប្រាប់ទៅសានថាចៅតើចៅមកពីណាបានជាតាមិនដែលឃើញចៅអញ្ចឹងសានក៏បានប្រាប់លោកតាថាបាទលោកតាខ្ញុំទៅមកពីទីក្រុងខ្ញុំឮគេនិយាយតគ្នាថានៅភូមិព្រៃរនាមនេះមានស្ទឹងទឹកខ្មៅលោកតាបានឮសាននិយាយដូច្នេះក៏បានប្រាប់ទៅសានថាបាទក្មួយនៅភូមិព្រៃរនាមនេះពិតជាមានស្ទឹងទឹកខ្មៅមែនតែអ្នកភូមិនៅភូមិព្រៃរនាមនេះគឺគ្មានអ្នកណាហ៊ានទៅងូតទឹកនៅស្ទឹងនោះទេសានបានឮលោកតានិយាយដូច្នេះក៏បានសួរទៅលោកតាយ៉ាងងឿងឆ្ងល់ថាតាហេតុអ្វីក៏អ្នកភូមិមិនទៅងូតទឹកនៅឯស្ទឹងទឹកខ្មៅនោះតើព្រោះមូលហេតុអ្វីតាដួងក៏បានប្រាប់ទៅសានថានៅឯស្ទឹងទឹកខ្មៅនោះគឺមានខ្មោចទឹកនៅទីនោះទើបអ្នកភូមិនៅព្រៃរនាមនេះមិនហ៊ានទៅងូតទឹកនៅទីនោះទេពេលនិយាយជាមួយតាដួងចប់សានក៏បានដើរត្រឡប់ទៅផ្ទះវិញសានជាយុវជនម្នាក់មកពីទីក្រុងគេមកស្នាក់នៅភូមិនេះដើម្បីធ្វើការស្រាវជ្រាវអំពីរឿងព្រេងបុរាណសានមិនជឿរឿងខ្មោចទេគេសើចតាដួងពេលដែលតាដួងនិយាយអំពីខ្មោចទឹកនោះយប់មួយសានសម្រេចចិត្តទៅមើលស្ទឹងទឹកខ្មៅដោយខ្លួនឯងពេលទៅដល់គេឈរនៅមាត់ស្ទឹងខ្យល់ត្រជាក់បក់មកប៉ះខ្លួនគេដូចដៃមនុស្សត្រជាក់ភ្លាមនោះសានឮសំឡេងស្ត្រីស្រែកល្វើយថាជួយខ្ញុំផងបងជួយខ្ញុំផងបងសានមើលជុំវិញតែគ្មានអ្នកណាសោះក៏គិតក្នុងចិត្តថាសំឡេងអ្នកណាហៅឲ្យខ្ញុំជួយនឹងម្ដេចក៏មិនឃើញខ្ញុំឮដូចជានៅកណ្ដាលស្ទឹងរំពេចនោះក៏មានស្ត្រីនៅក្នុងទឹកម្នាក់ចេញមកហើយក៏បក់ដៃហៅសានឲ្យជួយគាត់ផងព្រះច័ន្ទឡើងពេញមូលពន្លឺប៉ះលើផ្ទៃទឹកសានឃើញស្រមោលស្ត្រីម្នាក់លេចឡើងចេញពីក្នុងទឹកនាងមានសក់វែងខ្មៅរលោងឯភ្នែកវិញពណ៌ក្រហមមាត់នាងញញឹមប៉ុន្តែធ្មេញនាងពោពេញដោយឈាមហើយនាងនិយាយសំឡេងខ្សៅថាជួយខ្ញុំផងបងខ្ញុំត្រជាក់ណាជួយខ្ញុំផងបងខ្ញុំត្រជាក់ណាសានបានឮសំឡេងម្ដងទៀតសានក៏បានដើរថយក្រោយបេះដូងបុក
ខ្លាំងតែដូចជាមានអ្វីមួយទាញគេចូលចិត្តមាត់ស្ទឹងរំពេចនោះសានភ័យយ៉ាងខ្លាំងក៏ស្រែកហៅឲ្យអ្នកភូមិជួយតែគ្មានអ្នកណាឮនោះទេនេះគ្រាន់តែជាសុបិនអាក្រក់របស់សានតែប៉ុណ្ណោះពេលនោះសានក៏បានភ្ញាក់ឡើងនៅព្រឹកថ្ងៃបន្ទាប់គាត់ក៏បានជួបតាដួងហើយក៏និយាយប្រាប់គាត់ពីដំណើររឿងដែលគាត់បានសុបិនពីយប់មិញពេលនោះតាដួងក៏បានប្រាប់ទៅសានថាសូមចៅប្រយ័ត្នប្រយែងផងកុំទៅលេងនៅឯមាត់ស្ទឹងទឹកខ្មៅឲ្យសោះព្រោះនៅទីនោះមានខ្មោចទឹកស្ត្រីលង់ទឹកស្លាប់កាលពី4ថ្ងៃមុនហើយសពនាងមិនបានយកទៅបូជាត្រឹមត្រូវទេវិញ្ញាណរបស់នាងនៅជាប់ក្រោមទឹករងចាំអ្នកមកជំនួសគេពេលដែលតាដួងនិយាយរៀបរាប់ចប់អស់ហើយសានក៏ដើរត្រឡប់ទៅផ្ទះវិញពេលយប់បន្ទាប់សានក៏សុបិនឃើញខ្លួនឯងលង់ទឹកម្ដងទៀតដៃត្រជាក់ជាច្រើនចាប់ជើងសានពេលមើលចុះមកក្រោមសានក៏ឃើញមុខខ្មោចទឹកជាច្រើនសុទ្ធតែមានមុខដូចស្ត្រីនោះពេលនោះពួកនាងស្រែកជាសំឡេងតែមួយថានៅជាមួយខ្ញុំទៅនៅជាមួយខ្ញុំទៅសានក៏ភ្ញាក់ឡើងភ័យយ៉ាងខ្លាំងដោយខ្លួនសើមញើសផងនិងមានស្នាមដៃខ្មៅលើជើងផងសានក៏បានដើរទៅក្នុងភូមិហើយប្រាប់អ្នកភូមិនិងតាដួងថាតាជួយខ្ញុំផងខ្ញុំសុបិនឃើញខ្មោចទឹកទៀតហើយថាគេមិនទៅណាទេគេចាំរកអ្នកជំនួសគេឲ្យបានទើបគេទៅចាប់ជាតិពេលនោះមានអ្នកមីងឈ្មោះមីងយ៉ាងនិងកូនស្រីបាននិយាយថាល្មមដល់ពេលហើយតាដួងល្មមរៀបចំពិធីដេញខ្មោចទឹកនោះចេញពីស្ទឹងទឹកខ្មៅនោះទៅទើបអ្នកភូមិយើងមានសេចក្តីសុខប៉ាត់មែនហើយតាគួរតែរៀបចំពិធីដេញខ្មោចទឹកនោះចេញទៅខ្ញុំនិងអ្នកភូមិភ័យខ្លាចណាស់រាល់ថ្ងៃពេលឮមីងយ៉ាងនិងកូនស្រីនិងអ្នកភូមិនិយាយដូចនេះតាដួងក៏មិនប្រកែកក៏និយាយប្រាប់ទៅវិញថាបាទមិនអីទេថ្ងៃស្អែកខ្ញុំនឹងធ្វើពិធីបណ្ដេញខ្មោចចេញពីស្ទឹងទឹកខ្មៅនោះតែម្ដងលុះស្អែកព្រឹកឡើងតាដួងក៏បានដើរទៅហៅសាននិងមីងយ៉ាងនិងកូនស្រីរបស់គាត់នាំគ្នាដើរទៅមាត់ស្ទឹងទឹកខ្មៅដើម្បីរៀបចំពិធីដេញខ្មោចទឹកចេញពីស្ទឹងទឹកខ្មៅពួកគេយកទៀនអង្ករឈាមមាន់និងមន្តអាគមបុរាណពេលមុនចាប់ផ្ដើមទឹកក្នុងស្ទឹងក៏ពុះឡើងស្រាប់តែលេចស្ត្រីម្នាក់មកមុខនាងសុទ្ធតែឆ្អឹងគ្មានស្បែកមានតែគ្រោងឆ្អឹងនិងសាច់រលួយហើយខ្មោចនាងនោះក៏ស្រែកថាខ្ញុំមិនទៅណាទេខ្ញុំនឹងនៅទីនេះដើម្បីរកអ្នកជំនួសខ្ញុំឲ្យបានតាឯងកុំចង់ខ្លាំងជាមួយខ្ញុំបើចង់សុខតាឯងឆាប់ចេញទៅលោកតាដួងបានឮខ្មោចទឹកនិយាយដូចនេះក៏ឈរយ៉ាងមាំមួនហើយក៏បានសូត្រមន្តគាថាផ្លុំបាលីទៅលើខ្មោចទឹកនោះស្រាប់តែនាងស្រែកយ៉ាងឈឺចាប់ថាអូយសូមឈប់ទៅតាដួងខ្ញុំឈប់ហើយមន្តអាគមរបស់តាកំពុងបំបែកព្រលឹងខ្ញុំហើយអូយឈឺចាប់ណាអូយឆេះខ្ញុំហើយបន្ទាប់ពីនាងស្រែកយ៉ាងឈឺចាប់សំឡេងនោះក៏រំញ័រទាំងទឹកស្ទឹងទឹកដែលធ្លាប់ស្ងប់ស្រាប់តែពុះឡើងជាពពុះខ្មៅហើយក្លិនស្អុយក៏ជះភាយតាដួងឈរយ៉ាងមាំមួនកាន់ក្រដាសមន្តក្នុងដៃមាត់សូត្រមន្តគាថាមិនឈប់ខណៈភ្នែកនាងខ្មោចទឹកប្រែពណ៌ជាក្រហមឈាមអូយខ្ញុំមិនអាចរត់បានទេ
មុននេះចងវិញ្ញាណខ្ញុំហើយ នាងស្រែកម្ដងទៀតហើយរាងកាយចាប់ផ្ដើមរលាយទៅជាផ្សែងខ្មៅភ្លាមសំឡេងសើចស្ងៀមស្ងាត់មួយលាន់ចេញពីក្រោមទឹកតាដួងញញឹមតិចហើយនិយាយថាមុននេះមិនមកបំផ្លាញអ្នកទេវាមកដោះបាបដែលអ្នកបានកាន់ជាងរាប់រយឆ្នាំហើយពេលតាដួងនិយាយចប់ទឹកស្ទឹងក៏ស្ងប់ទៅវិញប៉ុន្តែស្នាមរាមដៃស្ត្រីមួយនៅសល់លើផ្ទៃភួរដូចជាសញ្ញាថានាងមិនទាន់ទៅណាឆ្ងាយពេញលេញទេពេលនិយាយចប់ខ្មោចទឹកនោះក៏បាត់ខ្លួនទៅចាប់តាំងពីពេលនោះមកស្ទឹងទឹកខ្មៅប្រែពណ៌ទៅជាស្ទឹងធម្មតាវិញហើយអ្នកភូមិនៅទីនោះបាននាំគ្នាទៅងូតទឹកនៅទីនោះធម្មតាវិញពួកគេលែងភ័យខ្លាចអ្វីទៀតហើយលុះព្រឹកឡើងសានក៏បានរៀបចំអីវ៉ាន់ហើយគាត់ដើរទៅផ្ទះលោកតានៅក្នុងភូមិក៏បានជម្រាបលាលោកតាដួងនិងអ្នកភូមិនៅទីនោះថាខ្ញុំសូមលាលោកតាដួងនិងអ្នកភូមិទាំងអស់គ្នាដើម្បីត្រឡប់ទៅផ្ទះវិញហើយខ្ញុំសូមអរគុណច្រើនណាស់ចាប់តាំងពីពេលនោះមកស្ទឹងទឹកខ្មៅប្រែជាស្ទឹងធម្មតាវិញហើយអ្នកភូមិនៅទីនោះក៏លែងឮសំឡេងនារីស្រែកហៅពីស្ទឹងមកទៀតដែរហើយបើអ្នកឈរនៅជិតស្ទឹងយូរពេកអ្នកនឹងអាចឮសំឡេងមួយនិយាយថាមកជំនួសខ្ញុំផងលោកអ្នកទស្សនាជាទីរាប់អានរឿងប្រឌិតបែបជំនឿចំណងជើងខ្មោចទឹកសូមបញ្ចប់ដោយបរិបូរណ៍ត្រឹមតែប៉ុណ្ណេះរឿងនិទានបែបជំនឿគឺសរសេរឡើងតាមផ្នត់គំនិតនិងការជឿរបស់មនុស្សដែលមានជំនឿមិនកំណត់ថាពិតឬមិនពិតនោះទេ Channel YouTube និទានកំសាន្តផលិតរឿងនិទានជាភាសាខ្មែរជាពិសេសគឺរឿងខ្មោចនិងរឿងអប់រំខ្ញុំសូមជូនពរលោកអ្នកឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ក្រុមគ្រួសារមានដំណើរកំសាន្តទៅទីជិតទីឆ្ងាយសូមឲ្យជួបតែសេចក្តីសុខសុវត្ថិភាពសូមអរគុណនិងសូមជម្រាបលា